គាត់បានរកឃើញបន្ទះមនុស្សដោយចៃដន្យបាត់ទេហើយគាត់ក៏ហៅគេថាមកចុះឲ្យបងប្រុសខ្ញុំជួយគាត់វាបើកបន្ទះថ្មបងប្អូនប្រុសទាំងពីរនាក់បានធ្វើការជាមួយគ្នាប៉ុន្តែក្រុមប្រឹក្សាភិបាលនៅតែស្ងាត់ស្ងៀមទាំងស្រុងរំពេចនោះស្រាប់តែម្ដាយពួកគេបានបង្ហាញខ្លួនហើយបញ្ឈប់ពួកគេជីនីបានខកខានឱកាសឈ្នះម្ដងទៀតឱកាសមានសម្រាប់ការសង្គ្រោះប៉ុន្តែជីនីខ្ញុំក៏បានឃើញព្រះមហាក្សត្រអង្គនេះផ្ទាល់ការឡើងនឹងការដួលរំលែករាជវង្សក្មេងប្រុសនេះបានទទួលមរតនៅអាយុ11ឆ្នាំបានឡើងសោយរាជក្នុងព្រះជន្ម19ព្រះវស្សាកងទ័ពនិងសម្រាប់រំពារគ្រប់ទីការសម្លាប់មនុស្សអស់ជាច្រើនឆ្នាំបានប្រែក្លាយក្មេងប្រុសជាមនុស្សស្រីគ្លៀនឈាមសំបីតែដល់ចំណុចដែលស្រីប្រធមយុទ្ធដែលប្រឡាក់ដោយជាចេញពីមុខនឹងព្រះនៃសេចក្តីស្លាប់ដ៏អាក្រក់បែបនេះដូច្នេះម្ដាយដ៏ឆ្លាតវៃដើម្បីបំផ្លាញគាត់ទាំងស្រុងជាមុនសិនរៀបចំសម្រាប់គាត់ជារៀងរាល់ថ្ងៃស្រាមិនចេះអស់ទេសូមឲ្យវាទៅគាត់បានលេចក្នុងភាពស្រពេចស្រពិលពេញមួយថ្ងៃក្នុងស្ថានភាពស្រវឹងស្រាគាត់បានអញ្ជើញល្អបំផុតមកពីទូទាំងប្រទេសអ្នកអានសៀវភៅដោយធ្វើឲ្យគាត់ជ្រមុជខ្លួនពួកគេមិនអាចរំដោះខ្លួនចេញពីសេចក្តីរីករាយនៃលោកបានបន្តពីមួយឆ្នាំទៅមួយឆ្នាំរាងកាយក៏ត្រូវបានប្រហោងចេញទាំងស្រុងផងដែរការពីជប៉ុនក៏ត្រូវបានគ្របដណ្ដប់ដោយសំណាញ់ពីងពីងរហូតដល់ថ្ងៃមួយគាត់វាហាក់ដូចជាបានដឹងពីសែនគាត់ហៅទាំងញ័រខ្លួនយើងបានមកដល់ទីធ្លាខាងក្រោយនៅពេលនេះជីនីមិនមានអារម្មណ៍អ្វីទាំងអស់ភាពរំភើបនៃការប្រៀបធៀបការរងចាំរាប់រយឆ្នាំបំផុតមានរង្វាន់ហើយប៉ុន្តែដោយមិននឹកស្មានដល់សពរបស់ព្រះមហាក្សត្រសោយពេកហើយមិនទាន់ចេញទេការចាក់ចេញពីផ្លូវនោះមានន័យថាស្លាប់ជាក់ជាមិនឆាកនេះរហូតដល់បរិមម្នាក់ឈ្មោះថេងខ្វេរូបរាងរបស់ស្ត្រីបានធ្វើឲ្យខ្ញុំជីនីបានឃើញពន្លឺថ្ងៃម្ដងទៀតឱកាសដូចដែលជីនីបានប្រាប់គាត់ឲ្យប្រញាប់ឡើងនៅពេលអ្នកធ្វើការប្រាថ្នាបីយ៉ាងអ្នកអាចខ្លាចស្ត្រីប៉ុន្តែជឿលើទេវតាព្យាយាមលបួងសម្រស់របស់នាងបន្ទាប់មកនាងបានធ្វើសេចក្តីប្រាថ្នាដោយកំហឹងហើយពន្លឺព្រះបានជ្រមុជខ្លួននៅក្នុងមហាសមុទ្រជ្រៅបំផុតខ្ញុំបានជួបប្រទះវាម្ដងទៀតវាបានឆ្លងកាត់ការផ្លាស់ប្ដូររាប់រយឆ្នាំក្មេងស្រីម្នាក់កំពុងសម្អាតត្រីនៅពេលនោះមិននឹកស្មានដល់នៅក្នុងពោះត្រីនាងបានរកឃើញដបមាសមួយនៅលើដីសម្អាតផ្ទៃដោយប្រុងប្រយ័ត្នភាពមិនបរិសុទ្ធដំបូងឡើយខ្ញុំមានបំណងផលិតរកសម្បត្តិតែមិននឹកស្មានដល់កម្លាំងងឹតផ្សែងពណ៌ស្វាយក្រាស់បានផ្ទុះឡើងភ្លាមជីនីបានលេចចេញជាថ្មីនៅលើមេឃនៅថ្ងៃនោះដើម្បីបំបែកបណ្ដាសាទេពធីតាផ្ដល់សេរីភាពដល់ស្ត្រីក្មេងនោះបាននិយាយយ៉ាងរហ័សអំពីបំណងប្រាថ្នាបីយ៉ាងតែបុគ្គលិកលក្ខណៈរបស់នារីម្នាក់នេះពិតជាចម្លែកណាស់នាងមិនបានជំនួសឲ្យការធ្វើការប្រាថ្នាសូមឲ្យចង្គៀឲ្យតម្លៃចំពោះស្នាដៃច្នៃប្រឌិតរបស់នាងដែលជាទេពអប្សរក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរខ្ញុំមិនដែលរំពឹងថានឹងមានអ្វីលើសពីវាដ៏អស្ចារ្យបែបនេះបន្ទាប់មកក្មេងស្រីនោះបានបង្ហាញគាត់ថាគាត់បានបង្ហាញការច្នៃប្រឌិតមួយទៀតរបស់គាត់វាអាចដូចជាមនុស្សពូកែម្នាក់ដូចលោកវិញសេចក្ដីលោកត្រូវបានគេចងចាំដោយសារតែត្រូវបានរក្សាទុកក្នុងសម័យសង្គមភាពច្នៃប្រឌិតរបស់ក្មេងស្រីមីងខ្វានត្រូវបានគេចាត់ទុកថាជាមនុស្សអាក្រក់អំពើអាបធ្មប់ប៉ុន្តែក្មេងស្រីនោះដឹងបំណងប្រាថ្នាចង់បានចំណេះដឹងបានឈានដល់កម្រិតនោះហើយទើបនាងគិតបំណងប្រាថ្នាដំបូងរបស់ខ្ញុំគឺដើម្បីទទួលបានចំណេះដឹងច្រើនជាងចង្គៀងព្រះបានដាក់សៀវភៅផ្សេងរួមគ្នាប្រើមន្តអាគមដើម្បីផ្លាស់ប្ដូរវាប្រែជា10ថ្នាំពុលមួយ10តែប៉ុណ្ណោះអ្នកអាចធ្វើឲ្យក្មេងស្រីផឹកថ្នាំបានដើម្បីទទួលបានចំណេះដឹងទាំងអស់នៅក្នុងខ្លួនយ៉ាងណាមិញទោះបីជានាងរៀនពូកែក៏ដោយឡានប៉ុន្តែនាងនៅតែមានដំណោះស្រាយបញ្ហាដែលមិនអាចដោះស្រាយបានដូចជាពេលវេលានិងលំហនិងទំនៀងកង់តិចដែលធ្វើឲ្យនាងមានអារម្មណ៍ថប់បារម្ភខ្លាំងដូច្នេះនាងបាននិយាយថាទី2បំណងប្រាថ្នាគឺចង់មានអារម្មណ៍នៃការកាន់កាប់សមត្ថភាពក្នុងការដឹងអ្វីទាំងអស់ភ្លាមនាងបានឃើញសកលលោកយ៉ាងច្បាស់ការពិតនឹងអាចកំបាំងហើយទាំងនេះចំណេះដឹងទាំងអស់ក៏ត្រូវបានចាក់ចូលទៅក្នុងនៅក្នុងចិត្តរបស់ស្ត្រីនោះបញ្ហាណាមួយដែលមិនអាចដោះស្រាយបាននាងអាចរកឃើញចម្លើយចំពោះសំណួរណាមួយ